ជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវគឺថាខ្ញុំហើយនឹងលោកពូបានមកដល់ខេត្តតាកែវហើយហើយឥឡូវនេះគឺថាផ្ទះរបស់យើងគឺបានហើយលោកពូចិត្តរួចរាល់ 100% ហើយបានប្រហែលជា 90% ហើយចង់និយាយថាម្ចាស់ផ្ទះចិត្តបានកាន់សោចូលនៅហើយត្រូវអត់បងបាទចិត្តហើយបងប្រភេទអូបងហើយផ្ទះនេះប្រភេទផ្ទះអ្វីដែរបងហើយទំហំប៉ុណ្ណាហើយតម្លៃប្រហែលដែរសូមបងជួយបញ្ជាក់តិចមកផ្ទះនេះប្រភេទផ្ទះវីឡាកូនកាត់ដែលមានឡៅតឿហើយទំហំទទឹង6ម៉ែត្របដោយ12ម៉ែត្រហើយយើងតចង្ក្រានបាយទៅក្រោយ3ម៉ែត្រទៀតបាទហើយក្នុងនោះមានបន្ទប់គេងចំនួន3បន្ទប់ទឹក3ចង្ក្រានបាយ1ហើយនិងកន្លែងទទួលភ្ញៀវ1ហ្នឹងហើយបងឥឡូវខ្ញុំសុំដើរទៅមើលខាងក្នុងតិចណាបងណាតោះយើងទៅមើលទាំងអស់គ្នានេះបងប្អូនអើយស្អាតមែនតែនសំខាន់ពណ៌ color ចេញមក the best ហ្មងម្ចាស់ផ្ទះឃើញហើយអែហ្មងពណ៌របៀបត្រាវលាវខៀវហើយគេឌីក័រមកស្អាតមែនតែនហើយខាងក្រោយនេះគឺថាបន្ទប់ទឹកហើយនឹងផ្ទះបាយឥឡូវយើងចូលទៅមើលខាងក្នុងតិចទៅស្អាតមែនតែនផ្ទះនេះស្អាតហ្មងនិយាយមែនឥឡូវបានផែជា 80% តើបងប្អូនទាំងគ្នាឥឡូវយើងទៅទស្សនាផ្ទះនៅខាងក្នុងតិចណាគឺថាផ្ទះស្អាតមែនតែនវ៉ាវស្អាតមែនតែនចាំមើលខ្ញុំនាំបងប្អូនទាំងគ្នាទៅមើលខាងក្នុងអាយយសម្បីតាការ៉ូគេស្អាតហ្មងបងប្អូនទាំងគ្នាគឺអែមែនតែនពេលយើងចូលមកដល់ខាងក្នុងភ្លាមយើងឃើញមានដូចជានេះទ្វារឈើបងប្អូនអែមែនតែនវ៉ាវភ្លើងទៀតឥឡូវភ្លើងសូមបើកភ្លើងតិចមើលភ្លើងអូយបងប្អូនមើលខាងលើភ្លើងគេអូយស្អាតមែនតែនហើយខាងក្នុងនេះខាងមុខនេះគឺមានអាចទទួលភ្ញៀវបានស្អាតហ្មងហើយឥឡូវយើងមកមើលខាងមុខទៀតពេលដែលយើងចូលមកដល់នេះគឺថាមានបន្ទប់មួយអូយបន្ទប់ធំបងប្អូនមើលខាងលើមើលភ្លើងគេស្អាតហ្នឹងនេះមើលភ្លើងគេស្អាតបន្ទប់នេះគឺធំមែនតែនដាក់ខែមកអាចដេកបានច្រើនអ្នកនេះហើយយើងមានបន្ទប់ទឹកក្អែមដែរបងប្អូនទាំងគ្នាហើយយើងមកមើលខាងក្រោយតិចតោះយើងមកមើលខាងក្រោយតិចយើងទៅមើលខាងក្រោយតិចណាហើយបងប្អូនទាំងគ្នាឥឡូវយើងបានចេញពីបន្ទប់មួយហើយឥឡូវយើងទៅមើលខាងលើបន្តិចណោះហើយអានេះចដើតោះយើងទៅមើលខាងលើបន្តិចនេះបងប្អូនចដើគេមួយទៀតផ្ទះនេះ2ជាន់អូនៅខាងលើគេមានបន្ទប់2ទៀតវ៉ាវស្អាតមែនតើបងប្អូនទាំងគ្នានេះគឺជាជាន់ខាងលើនេះពេលដែលយើងមកដល់យើងឃើញគេមានបន្ទប់ទឹកមួយទៀតហើយអាខាងនេះបន្ទប់2បន្ទប់ស្អាតមែនតើបងប្អូនទាំងគ្នានេះហើយអែមែនតើនិយាយរួមទៅផ្ទះនេះគឺថាមានបន្ទប់3បន្ទប់ទឹកដូចជា2បន្ទប់2បងប្អូនទាំងគ្នាស្អាតមែនតើសំខាន់ពូខាងលើthe best បងប្អូនអើយជាងគេសាងសង់មករបៀបថាដូចម្ចាស់គេចង់បានមិនអីចឹងគេធ្វើតាមដែលម្ចាស់គេចង់បានអញ្ចឹងហើយជាងមានទំនួលខុសត្រូវមែនតើបើមិនជាបងប្អូនទាំងគ្នាចង់បានផ្ទះស្អាតអីអាចតាក់ទងទៅលោកពូឈុនហេងបានបាទបងប្អូនទាំងគ្នាអានេះមើលពីដានគេស្អាតណាបងប្អូនពូនឹងក៏លយមែនតើហើយចំពោះការ៉ូស្អាតហ្មងមើលមករបៀប clean ហើយចង់រស់នៅហ្មងឥឡូវខ្ញុំសូមនាំបងប្អូនទាំងគ្នាទៅមើលជាន់ខាងក្រោមតិចជាន់ខាងក្រោមគឺកន្លែងផ្ទះបាយហើយគេមានបន្ទប់ទឹកតោះឥឡូវយើងចុះទៅជាន់ក្រោមតិចណាតោះឥឡូវនេះសំបីតែចដើនេះក៏អែមដែរទៀតគេដាក់ប្រកាន់ដៃមកលយហ្មងនេះបងប្អូនទាំងគ្នាពេលជាងធ្វើមកនេះលយមែនតើខាងក្រោមនេះអាចដាក់ space អាចដាក់អីវ៉ាន់បានអញ្ចឹងនៅក្រោមចដើហើយយើងទៅមើលកន្លែងផ្ទះបាយតិចតោះហើយនេះបងប្អូនទាំងគ្នានេះផ្ទះបាយគេនេះអូយឃើញគេពងធ្វើម្ហូបឲ្យស្អាតមែនតើធំទលាយណាផ្ទះបាយហើយមានបន្ទប់ទឹកមួយទៀតនៅគៀនផ្ទះបាយហ្នឹងមានបន្ទប់ទឹកមួយទៀតនេះហើយស្អាតមែនតើហើយពណ៌ក៏ស្អាតដៃចាប់ជាប់